បាទអ្នកទាំងអស់គ្នារីករាយបានជួបអឺថ្ងៃនេះមានមនុស្សជាច្រើនបានមកចូលរួមសូមស្វាគមន៍ដែលបានមកកាន់ទីនេះសុភាសិតមួយបានលើកឡើងថាទឹកដក់តែងតែមានក្លិនស្អុយទឹកដែលដក់មួយកន្លែងតែងតែមានក្លិនស្អុយមិនអញ្ចឹងដាច់ខាតត្រូវតែមានក្លិនស្អុយហើយអញ្ចឹងហើយមនុស្សយើងបានទុកខួរក្បាលឲ្យនៅមួយកន្លែងច្បាស់ជាខូចចំខានអ្នកដែលមានខួរក្បាលខូចមានចំណុចពិសេសមួយគឺរឹងរូសណាស់មិនស្ដាប់សម្ដីអ្នកដទៃទេនិយាយសម្ដីចេញមកមានតែខ្លួនឯងបើមិនចង់ឲ្យខួរក្បាលយើងខូចទេយើងត្រូវតែធ្វើដូចជាទឹកអញ្ចឹងគឺយើងត្រូវតែមានពណ៌ថ្មីមកបំពេញហើយដកចេញទៅឲ្យអ្នកផ្សេងម្នាក់ទៀតវាទាល់តែអញ្ចឹងទើបអត់ខូចដឹងដែរទេបើគ្រាន់តែស្ដាប់តែមួយមុខនោះវាយ៉ាងម៉េចយើងគ្រាន់តែស្ដាប់មួយមុខនោះណានឹងគ្មាននរណាប្រមូលផ្ដុំនៅជុំវិញខ្លួនយើងទេនៅក្នុងសកលលោកយើងនេះមានសមុទ្រមួយដែលចាំតែទទួលទឹកពីកន្លែងផ្សេងរហូតមកអ្នកទាំងអស់គ្នាដឹងថាកន្លែងណាទេគឺសមុទ្រស្លាប់ដែលស៊ីនៅក្នុងប្រទេសអ៊ីស្រាអែលមានសមុទ្រឈ្មោះថាសមុទ្រស្លាប់សមុទ្រនោះរងចាំតែទទួលទឹកទន្លេសុកដល់នេះតែម្យ៉ាងគត់ហើយវាមិនបង្ហូរទឹកចេញមកវិញទេសមុទ្រស្លាប់ឬ Dead Sea សមុទ្រស្លាប់ដូចជាពាក្យដែលគេសរសេរអញ្ចឹងនៅទីនោះទឹកទន្លេសុកដល់នេះហូរចូលប៉ុន្តែគ្មានចន្លោះប្រហោងណាដែលទឹកហូរចេញមកវិញបាននោះទេនៅក្នុងករណីនោះភាវៈមានជីវិតមិនអាចរស់នៅទីនោះបានទេមនុស្សដែលមានលុយច្រកចូលក្នុងហបៅខ្លួនហើយមិនដកចេញក្រៅទីនោះគេគ្មានញាតិមិត្តនៅក្បែរខ្លួននោះទេដូចគ្នាផងដែរបើសិនជាយើងទទួលបានចំណេះដឹងឬក៏ព័ត៌មានណាមួយហើយយើងព្យាយាមចែករំលែកចេញទៅក្រៅនោះប្រកាសជាមានភាវៈមានជីវិតជាច្រើនមកនៅជុំវិញខ្លួនរបស់យើងគឺវាមិនធ្វើឲ្យខូចឈ្មោះទេគឺប្រកាសជាអត់ទេណាអាជីវកម្មអាតូមីធ្វើឲ្យយើងទទួលបានចំណេះដឹងថ្មីហើយយកចំណេះដឹងនឹងទៅចែករំលែកឲ្យដៃគូរបស់យើងដើម្បីឲ្យពួកគេបានជោគជ័យអ្នកដែលធ្វើបែបនោះមិនកើតណាប្រកាសជាមិនបានជោគជ័យទេព្រោះគិតចង់មានតែម្នាក់ឯងខ្លួនមានម្នាក់ឯងល្អពិតមែនប៉ុន្តែវាមិនអាចទៅរួចទេវាមិនអាចទៅរួចហើយវាក៏មិនអាចជោគជ័យអញ្ចឹងបានដែរអញ្ចឹងហើយចំពោះអ្នកដែលទទួលបានព័ត៌មានថ្មីហើយព្យាយាមចែកចាយបន្តទៅកាន់ partner របស់ខ្លួនគឺគាត់ចូលនៅក្នុងរយៈក្លឹបរបស់យើងនេះហើយអ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យដូច្នេះហើយយើងមានការងារដែលត្រូវធ្វើហើយកត្តាចាំបាច់សម្រាប់ការគិតនៅក្នុងការធ្វើការងារនោះគឺមានពីរទី1នោះតើការងារនោះមានតម្លៃឬក៏អត់មកដល់សប្តាហ៍ថ្ងៃនេះទីផ្សារបណ្ដាញនៅក្នុងប្រទេសរបស់យើងនេះត្រូវបានគេជេរធ្វើឲ្យយើងមានអារម្មណ៍នឿយហត់គឺដោយសារតែគិតថាគ្មានតម្លៃដោយសារតែនៅពេលអ្នកទាំងអស់គ្នាលក់អីវ៉ាន់ធម្មតាឬក៏គុណភាពល្អតិចតួចនៅក្នុងតម្លៃខ្ពស់ហួសហេតុវានាំធ្វើឲ្យគេទើទាល់ទាំងអ្នកប្រើទាំងអ្នកណែនាំធ្វើឲ្យគាត់នឹងគ្មានចិត្តចង់ធ្វើវាទៀតទេទោះបីជាការងារនោះបានចំណូលច្រើនប៉ុណ្ណាក៏ដោយបានផលប្រយោជន៍ច្រើនយ៉ាងណាក៏ដោយបើទោះបីជាអ្នកធ្វើនោះគ្មានភាពរីករាយនៅក្នុងការធ្វើទេនោះគេមិនងាយធ្វើបានយូរទេមានស្រីស្រស់ស្អាតម្នាក់នឹងអង្គុយខាងមុខនេះឧទាហរណ៍ថាបើសិនជាយើងដងទឹកមកដាក់ក្នុងពាងពេញមួយថ្ងៃគេឲ្យយើង$500វាមានទាស់ខុសអីមិនអញ្ចឹងអីប៉ុន្តែពាងនោះវាធ្លាយបាត់តែយើងធ្វើការនេះបានជោគជ័យដែរឬក៏អត់បើសិនជាធ្វើតែមួយថ្ងៃគឺមិនអីទេប៉ុន្តែធ្វើ2ថ្ងៃចាប់ផ្ដើមវល់ហើយមិនបានជាខ្ញុំមកធ្វើការងារអញ្ចឹងហេតុអីបានជាខ្ញុំធ្វើវាការពិតនៅសហរដ្ឋអាមេរិកមានការពិសោធន៍ច្រើនលើរឿងនេះហើយគាត់បានពិសោធន៍ហើយក៏មានលទ្ធផលថាទោះបីជាការងារនេះមិនប្រើកម្លាំងស្រួលធ្វើមានប្រយោជន៍យ៉ាងណាក្តីតែមនុស្សយើងមិនចាំបាច់ទុកវាជាការងារដែលមានតម្លៃនោះទេពួកគាត់គឺគិតបែបនេះចំណែកទី2សួរថាតើអាជីវកម្មអាតូមីការងារនេះមានតម្លៃឬក៏អត់បាទគឺមានដូចជាការដាំដុះអញ្ចឹងអាតូមីបានបង្កើតការងារជាច្រើនមានការវិនិយោគមានការទិញការលក់ហើយបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវគឺយើងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចតាមរយៈមេគុណសារពើពន្ធ
มีกุญซาปืปนคือมีนรูปบรรโจลสจเนียก็ในจำนวนเนี่ยปราบปราบาสันจะวีมีนดำไลโซนจดปรำใบบันในท่าบาสันจะกอดโรคบ้านมุ้ย$กอดเตยใจมุ้ยจดปรำใบให้สันสอมทุกโซนจด$ขนมและคันตูเติบบันในท่าเอาแต่ยื่งจำนายคือหนึ่งถือเอาจำนวนประชาชนการล้างปรำดองอุทิศหตะกอนเหมือนเนี่ยนี่โรคบ้านมุ้ย$ให้กอดสันสอมโซนจด$ให้กอดใจโซนจดปรำใบบ้านเกี่ยวเคยเติมชมรกบ้านมุ้ย$ให้ขยมใจโซนจดปรำใบจังเลยนุ้ยจะใจเหนื่อยนะขยมโยตัดเต็มแบบฮบกับเรศาลองทางยำอะไรยังกระทารบบ้าน$วิ่งหายังใจปรำใบ$ดำใบติงใส่ยำจังจำนวนมุเพทมระบอกขยมคลาแต่จีจำนวนระบอกมันจะหางสุดลงทางนี่หายบ้านจังจำนวนการล่างหรือก็อดจังสู้ทำมันจะหางนู่ตากอดโดยจำนวนนู่แต่ปราบปราศไอแดดอดคือมันขึ้นจังที่กอดประกอบจะโยตัดติ้งเครื่องซ้ำจังบ้านในทายจำนวนนู่ประกอบเจียเทเลเตอร์เนี่ยมันท้อมันตอบเตียดบ้านในทายจำนวนเวลจุ่มระหดปรามจุ่มโดยชนะบาสันจะยังจ่ายลุยมุ้ย$ในขนมแวะนู่วิการล้างดอแต่ปราม$บาสันจะยังนาตัวมีนู่นะแล้วแต่พอลเวลจุ่มแต่กราวเติมมุกมันชุบให้บาสันเจียในเยี่ยจอมตื้ออาตัวมีบานกดกุ้งต่ำหนึ่งมีนกลุ่มคนกดกุ้งต่ำหนึ่งมุ้ยแต่มีนชมูดท้าอาโคมาบาสันจะยิงลูกบ้านจานในตีนี่กาผลัดในกรมพลระบอบยิงในบ้านกันหลังหากในบังการการงี้บ้านจานพร้อมจังบังการจำนวนบ้านจานผ่องได้มันจังไงฮะให้สกรรมเพียบนี่มันเป็นจอบตรมแต่กรมพลอาโคมาโนตีให้จำนวนนุวิมานตะดอลประเจียกสิกอแต่กอดดำน้ำรุกกอจิตนึงกาอดซัดผ่องได้กอดดำบ้านกันแต่จานลุกกันแต่จานจำนวนบ้านกันแต่จานนี่ก็โดยขณีได้บาสันเจียประเจียปรกอดมันลุยมาจานแต่กอดโยตตุกตั้งแต่เมนตี้คือมันจังตีกอดตรีโยตติงได้จำนายหรือปุรกรรมจำนายหรือทนำหนังคือสำหรับสัตว์อัดมันจังไงวิวก็โจขนมวัดจำนวนเตียนบรรทบเดือนนี้ขยมหาถ่ายเจอัตปุลแบบมิถาอัตปุลจบจากขางมุกเนื้อตีนี้มาปนอกลายกลางงี้เอาโรคจำนวนสำหรับสมาชิกอัตโตมิ่งกุนเนื้อตีนี้หาในปีนี้ได้ระบบแต่งนี้เวียนหนึ่งการล่างเนื้อเมกุนซาร์ปืปุ่นไอเลืออัตโตมียังมันจุกจิกมาขลาหายยังมีเซนเตอร์รอบสับกลายได้กำปุงแต่จูรอบสับกลายรอบโรยกลายปราบจังเมื่อรู้ก่อนอาชีวกรรมมุ้ยได้มุ้ยทั้งไงเฟื่ออ้อยมนุษย์ปีลินเนี่ยบ้านใบโฮมันจะเรื่องธรรมดาที่สกรรมพิบเนื้อตะมันต่อให้จำนายเสียงติดเนื้อใต้บันต่อยังเฟื่อสกรรมพิบนอมเจงผ่องได้จำโนปีโบรตีจังสกรรมพิบนอมเจงยระบอกยังเกาะบ้านบังการนื้อมีกุนซาร์เปื่อปนโดยคณิผ่องได้ให้บันต่อปีกาฉลองกัดดำหนักการจังอ่อนนี่ให้ดำเนินการละอติประมาปรำดองบ้านในจีนอย่างติดบันในฐานลูกตะกายหรือคนเนี่ยโรคซีอัตโตมีระบอบยังในตีนี้โรคซีบันละโรคจำนูลให้บองปนแต่ไอรถบันจรานุสกรรมพิษจังอ่อนนี้บันในฐานเนี่ยสนายหาจีดสอบทั้งไอโรคจำนูลบันจราบองปนไอรถบันจานเนี่ยนู้ให้สนายหาจีดซึ่งกุมยังชินตรสกุมนุจักตรึจำนายลือสิวาสุกมาละพิบซาเทรณะจราแต่จีดมันมีท่าวิการกรุบกรอนขยมมันจองโยธาวิกาจิตหมอตีขยมตรึกแต่ปรังปลายโรคเลยบานจานดับใบบองปุ่นจุนรอดจังอนุให้เนื้อสนายหาจิตอย่างปิดประกอบดูชนายให้เนื้อได้ปราปราสกรรมพิษโซจะโรคเลยบานจานบองปุ่นจุนรอดบานจานุเนื้อสนายหาจิตบรรทุกหมดเตียปนตาจีวกรรมตัวมีคือเจียจีวกรรมมุ้ยดอกทมมุ้ยคล้ายสมัยเจ้าการจำนวนมัน$10,000ปี$10,000 $40,000 $50,000แต่หายนู้เวียมันเจียจีวกรรมโตตายนู้ที่จังคือปัญหามุ้ยลึกหลังขาแต่ยังกูทวีอย่างน่าดำใบอ่อยจีวกรรมขนาดทมหุ่นนี้สำรัจจุกใจบานสมัยไปจากบ้านกินยังทาจิบพิมันฉบับลัวลูกศาสตราจารย์การเบรจำนวนขางเศรษฐกิจในสกอวิจัยการวัดขนมชามไปปอมผล$770ปีกอดบานปดอลบัดสัมเพชดอสถานีตัวระบาดอังกฤษ BBC กอดทางสังคมนิจิสังคมมันฉบับลัวโดยสถานการณ์อาภิบทข้ามใจวิจัยเลื่อนปีกมันดังถัดไงสายสังคมดังคลายเตยจะยางนานุตีดูชนายหายไปจากบ้านนี้คือจะสมัยการมุ้ยได้รถแต่พลาดโดนเลื่อนเชียงการนู่นแต่เดียดนะจังอันยีบานท่าพิบมันจะบานลัวนึงคือมีเพียบกันแต่ทมจังมุนแต่เดียดเพื่อไว้ก็ได้บ่าวสันจียึงจ้องบานโจกจี้มันเป็นแต่อาชีวกรรมตัวมียึงที่แต่ขาดยึงตรึแต่เป็นHBไปอย่างวันนาก็ได้เนี่ยชนายประดับนาก็ได้เนี่ยจำนวนนาก็ได้ผู้กวาดมันอาจุกใจบานที่บ่าวสันจะผู้กวาดขมิ้นHBนี่HB นำบงเกคือขบาตรึแต่เป็นคู่ขบาตรวจเจ้าเนื้อปีและคู่ขบาระบอบจึงตรวจเจ้าหายนู้นนะยังอาจมีสมรรถภาพวินิจฉัยละมีนคดีสมัยนึ่งตุสนาวิสัยตาเนี่ยอาจจะตัวบานพิบจุกใจโดยคดีสมัยนึ่งตุสนาวิสัยบานได้ที่วิมันอาจตัวรู้ที่บางยังมันอาจล้างเลือพนมพองมันอาจบาดพนัยล้างสลับแต่คืนโคลนไอในเลือพนมรู้ที่มันอาจมีเรื่องจังที่ดูชนะได้ขาดคู่ขบาระบอบจึงตรึแต่ตรวจเจ้าตรึตมีสุภิเวตรเจียมีการวินิจฉัยดอกตรึมตรึหายนึงมีจำแนกดังดอกตรึมตรึเนื้อเอาไว้ได้ยืงกำปงตัดฝือ
ទីពីរបើសិនជាយើងមានខួរក្បាលត្រជាក់តែមួយមុខនោះណាគឺមិនអាចជោគជ័យបានទេគឺយើងដាច់ខាតត្រូវតែមានបេះដូងគឺបេះដូងដ៏កក់ក្ដៅផងដែរត្រូវគិតថាត្រូវមានបានទាំងអស់គ្នាមិនអាចចង់បានតែម្នាក់ឯងមិនខ្វល់ថាអ្នកដទៃខាតបងយ៉ាងម៉េចខ្លួនឯងគិតតែពីដើមបោកប្រាស់គេឲ្យតែបានលុយចូលហោប៉ៅខ្លួនឯងគឺចប់បើសិនជាយើងធ្វើអញ្ចឹងមែនរយៈពេលខ្លីយើងអាចរកលុយបានច្រើនក៏ពិតមែនគ្រាន់តែណែនាំឲ្យនរណាម្នាក់យកលុយចូលហោប៉ៅរបស់ខ្លួនរកលុយបានហើយតែខ្ទង់អាយុ40ឆ្នាំទៅត្រូវធ្វើយ៉ាងម៉េចគឺអង្គុយនៅក្នុងពន្ធនាគារដែលរដ្ឋសង់ទុកឲ្យយើងអាចគិតថាយើងអាចខ្លាចជាអ្នកមាននៅក្នុងរយៈពេលខ្លះដោយចង់មានតែម្នាក់ឯងយកលុយចូលហោប៉ៅទៅខ្លួនឯងប៉ុន្តែទីបញ្ចប់ទទួលបានការវិនិច្ឆ័យមកវិញទី3គឺដៃត្រូវមានដៃមួយគូដ៏ព្យាយាមបើយើងគិតដោយប្រើខួរក្បាលបេះដូងដ៏កក់ក្ដៅពិតមែនតែយើងមិនធ្វើអ្វីទាំងអស់នោះណាគឺយើងពិតជាមិនអាចសម្រេចអ្វីបាននោះទេអ្នកបច្ចេកទេសក៏អញ្ចឹងដែរបើយើងរៀនជំនាញដោយប្រើបេះដូងដ៏កក់ក្ដៅហើយបើមិនព្យាយាមធ្វើបទពិសោធន៍ការងារជាក់ស្ដែងនោះទេក៏មិនអាចមានជំនាញច្បាស់លាស់នោះដែរអ្នកច្នៃប្រឌិតក៏ដូចគ្នាដែរគឺដាច់ខាតត្រូវតែមានចំណុចទាំង3នេះទើបគាត់អាចទទួលជោគជ័យបាន Cold Head Swin Heart Busy Hand ឈួតតែឆ្លាតតើឆ្លាមនេះវាស៊ីសាច់មួយចំណែកតូចនេះឬមួយក៏វាស៊ីទាំងអស់តែមើលទៅវាឆ្លាតប៉ុន្តែវាដូចជាឈួតទេបើស្ដាប់ម្ដងទៀតទៅគឺគាត់មិនស្ដាប់អ្នកដទៃតើហេតុអីទៅព្រោះគិតថាខ្លួនឯងធ្វើបានមកវាគួរសមដែរហើយមនុស្សប្រភេទអញ្ចឹងគឺជាមនុស្សដែលខូចខួរមនុស្សបែបហ្នឹងគិតថាខ្លួនឯងនេះឆ្លាតតែតាមការពិតទៅគឺឈួតឆ្លាតកាត់នំប៉័ងបែរជាកាត់ដៃខ្លួនឯងវិញតាមរយៈការបត់ពិសោធន៍មួយឲ្យបានដឹងថាវានៅលឺសំឡេងខ្លាំងជាងគេនៅពេលដែលយើងក្រឡុកកំប៉ុងដែកដែលដាក់ទឹកត្រឹមតែពាក់កណ្ដាលតែយើងអត់ដាក់អីនៅក្នុងនោះយើងប្រកាសជាក្រឡុកទៅមិនលឺអ្វីទាំងអស់បើសិនជាយើងដាក់ទឹកចូលពេញកំប៉ុងនោះយើងក្រឡុកទៅក៏មិនលឺសំឡេងអ្វីដែរបើយើងដាក់ទឹកពាក់កណ្ដាលគឺជាចំណុចដែលធ្វើឲ្យសំឡេងលឺខ្លាំងជាងគេអញ្ចឹងបើសិនជាក្នុងបណ្ដាញដែលមានណាឡូឡារញ៉េរញ៉ៃច្រើនគ្រាន់តែគិតថាម្នាក់នោះណាជាទឹកកន្លះក្អមបាត់ទៅហើយអ្នកដែលទៅទីស្អាតតែងតែនៅស្ងៀមហេតុអីក៏ព្រោះតែមិនដឹងថាគេនិយាយអីអ្នកដែលនៅស្ងៀមហើយក៏តែងតែនៅស្ងៀមដែរហេតុអីគាត់កំពុងតែចាំស្ដាប់ថាណានានិយាយខុសឬក៏អត់ប៉ុន្តែអ្នកដែលដូចជាកំពុងតែទីស្អាតនោះតែងតែព្យាយាមសិក្សាស្វែងយល់ពីព្រោះខ្លួនឯងអត់ដឹងផ្លែប៉ោមរបស់សូក្រាតសិស្សរបស់សូក្រាតមានរាប់ពាន់អ្នកសិស្សគាត់ម្នាក់បានមកសួរគាត់ថាលោកគ្រូតើជីវិតគឺជាអ្វីដូច្នេះគាត់ក៏បង្រៀនសិស្សរបស់គាត់ប្រាប់ឲ្យសិស្សរបស់គាត់ទៅបេះផ្លែប៉ោមឲ្យគាត់ហើយគាត់ក៏បានប្រាប់ឲ្យសិស្សរបស់គាត់ជ្រើសរើសផ្លែប៉ោមដែលឆ្ងាញ់បំផុតនៅក្នុងចំណោមផ្លែប៉ោមដែលមាននៅទីនោះហើយសូក្រាតបានចាំសិស្សរបស់គាត់ដែលដើរមកពីផ្លែប៉ោមក្រោយគេបង្អស់ហើយសិស្សទាំងឡាយរបស់គាត់ក៏ដើរមកហើយគាត់ក៏បានសួរថាឯងបេះផ្លែប៉ោមដែលធំជាងគេឆ្ងាញ់ជាងគេបង្អស់នៅឯណាហើយសិស្សទាំងអស់នោះធ្វើមុខស្អុយដូចជាឪពុករបស់គេទាំងអស់គ្នាស្លាប់អញ្ចឹងពួកគេបានយកផ្លែប៉ោមដែលមិនល្អទាំងអស់នោះមកហេតុអីព្រោះគេគិតថាអាចចំណោមនឹងមានអាល្អគេខ្លួនឯងថាបន្តិចទៀតច្បាស់ជាមានអាល្អជាងនេះបន្តិចទៀតមានអាល្អជាងនេះបន្តិចទៀតមានអាល្អជាងនេះដល់គិនអញ្ចឹងទៅអត់បេះមកទើបអ្នកទាំងអស់គ្នារំលងអាល្អយកតែអត់ល្អមកពេលនោះសិស្សរបស់គាត់ម្នាក់បានសួរគាត់ថាតើគាត់អាចបេះម្ដងទៀតបានទេហើយគាត់ឆ្លើយថាទេមិនបានទេជីវិតមានតែម្ដងបើសិនជាឯងមកដល់ចំណុចនេះហើយឯងមិនអាចបកក្រោយធ្វើរឿងទាំងអស់នេះបានម្ដងទៀតទេឯងដឹងទេនេះហើយគឺជាជីវិតអញ្ចឹងហើយបើឯងមិនសម្រេចចិត្តនៅក្នុងពេលដ៏ខ្លីណាមួយនោះទេចុងក្រោយលទ្ធផលរបស់ឯងគឺដូចជារឿងនេះអញ្ចឹងនេះហើយគឺជារឿងផ្លែប៉ោមរបស់សូក្រាតសូតុងហ្វាមាននៅក្នុងខ្លឹមសារនៃអត្ថបទសរសេរមួយបានសរសេរថាបើសិនជាអ្នកយកសត្វស្ទាំងទៅបរបាញ់សត្វជាមួយជារៀងរាល់ថ្ងៃនោះនឹងបាញ់បានសត្វច្រើនមានយុវជនម្នាក់បន្ទាប់ពីឮពាក្យនឹងភ្លាមគាត់ក៏រត់ទៅផ្សារទិញសត្វស្ទាំងមកប៉ុន្តែបញ្ហាគឺយុវជនម្នាក់នោះមិនដែលឃើញសត្វស្ទាំងពីមុនមកទេអញ្ចឹងហើយគាត់ថាទៅទិញសត្វស្ទាំងប៉ុន្តែបានសត្វទាមកវិញគាត់បានយកសត្វទានោះទៅបរបាញ់ជាមួយរៀងរាល់ថ្ងៃហើយមានថ្ងៃមួយទន្សាយមួយក្បាលបានចេញមកគាត់ក៏បានបោះសត្វទាទៅគាត់និយាយថាសត្វស្ទាំងអាចចាប់ទន្សាយនោះមកប៉ុន្តែអាទាមួយក្បាលនោះណាមិនត្រឹមតែមិនចេះហោះទេថែមទាំងអង្គុយសង្កុកមួយកន្លែងណាគាត់បោះចេញទៅ4ដងជើងឡើងអង្គុញអស់ទៅហើយតែវាអត់បានគិតថាហោះទៅចាប់ទន្សាយស្អីនោះទេទានោះក៏ខឹងវាបានស្រែកថាខ្ញុំទៅទាមួយជើងខ្ញុំទៅដល់បរោះពិនិត្យមើលទៅឃើញថាទាពិតមែនមូលហេតុដែលស៊ូតុងហ្វាបានសរសេររឿងនីតិនេះឡើងគឺចង់បញ្ជាក់ថាបើសិនជាមិនចេះប្រើអ្នកចេះឲ្យបានត្រឹមត្រូវទេអាចនឹងបាត់បង់ទឹកដី
គិតថាសត្វនោះគឺជាសត្វស្ទាំងការពិតគឺជាសត្វទាសោះអញ្ចឹងហើយបានជានៅពេលដែលបរោះយកសត្វទាទៅបោះបាញ់ជាមួយមិនអាចជួយអ្វីបានសោះរឿងទាំងអស់នេះចង់បង្ហាញយើងថាចំពោះដែលអ្នកទាំងអស់គ្នាទើបតែមកអាតូមីរបស់យើងដំបូងហើយមកដល់ពេលនេះមិនសូវស្គាល់អាតូមីយើងគឺសុទ្ធតែទាទាំងអស់ហេតុអីគឺមិនទាន់អាចបោះបាញ់បានទេគឺអត់ទាន់រកលុយបានទេធ្វើមិនរកលុយបានត្រូវធ្វើដោយសត្វស្ទាំងទម្រាំអាចឆ្លងកាត់ដំណាក់កាលនេះបានយើងត្រូវឆ្លងកាត់ដំណាក់កាលពិបាកជាច្រើនបើសិនជាមិនបានលុតដំទេវាដូចជាសត្វទាទៅចាប់សត្វទុនសាយអញ្ចឹងគឺធ្វើឲ្យវារបួសជើងក្រាបនៅដីអាចងាប់បានណាដូច្នេះហើយត្រូវតែវឹកហាត់ម្ដងហើយម្ដងទៀតទើបអាចលុតដំឲ្យទាខ្លាទៅជាសត្វស្ទាំងបានអ្នកទាំងអស់គ្នាប្រហែលជាស្គាល់លោកឡាវស៊ីហើយមែនទេគាត់គឺជាអ្នកប្រាជ្ញចិនដែលសរសេរសៀវភៅគុណធម៌ឡាវស៊ីគ្រូរបស់ឡាវស៊ីឈ្មោះសាំងយ៉ុងបានទទួលមរណភាពដោយជំងឺធ្ងន់ធ្ងរហើយឡាវស៊ីបានជួបគ្រូរបស់គាត់សួរថាលោកគ្រូគ្មានអ្វីបង្រៀនខ្ញុំជាលើកចុងក្រោយទេសូមបង្រៀនកំណាប់ឲ្យខ្ញុំមកដូច្នេះហើយសាំងយ៉ុងបានហាមាត់យ៉ាងធំហើយសួរថាយើងមានដាតទេឡាវស៊ីឆ្លើយថាមានយល់ហើយនៅគាត់ឆ្លើយថាយល់ហើយឡាវស៊ីយល់ពីអ្វីដែលគ្រូគាត់បានបង្ហាញគឺថាភាពទន់ភ្លន់រស់នៅបានយូរវត្ថុរឹងក៏ឆាប់បាត់បង់ទៅវិញគ្រូរបស់គាត់បង្រៀនឡាវស៊ីបែបនេះអញ្ចឹងហើយនៅពេលដែលយើងមើលសៀវភៅរបស់ឡាវស៊ីគឺពាក្យល្បីជាងគេនៅក្នុងសៀវភៅគុណធម៌របស់គាត់នោះគឺលើកដំកើងអ្នកដែលមានសមត្ថភាពជាច្រើនដោយមិនឆ្លុះប្រកែកគ្នាធ្វើអ្វីជាមួយគ្នាដោយមានភាពអំណត់អញ្ចឹងហើយគឺយើងត្រូវតែចេះរៀនបន្ទាបខ្លួនចេះដាក់ខ្លួនហើយមានភាពទន់ភ្លន់ជានិច្ចនេះហើយគឺជាកលឹះដែលធ្វើឲ្យយើងរស់នៅបានយូរហើយលោកគ្រូសាំងយ៉ុងក៏បាននិយាយដែរថាភាពទន់ភ្លន់អាចឈ្នះភាពរឹងបានដែលវាក៏ជាពាក្យដែលចេញពីសៀវភៅចិត្តវិទ្យារបស់លោកតាំងតេហ៊ុនដែរឬនៅដើមរស្មីគឺមានសន្តានខ្នែងបែបនេះដូច្នេះហើយតាំងពីដើមមកណាខ្ញុំមិនដែលឮថាខ្យល់ព្យុះខ្លាំងបែបណាដែលអាចបក់ឲ្យដើមរស្មីដួលបាននោះទេដើមស្រល់អាចដួលតែដើមរស្មីមិនអាចដួលទេហេតុអីក៏ព្រោះតែឫសរបស់វានេះចាក់ដោតជំពាក់គ្នាចូលទៅក្នុងដីអញ្ចឹងហើយទោះបីជាមានរំជួយក៏ដោយណាក៏ដើមឫស្សីមិនដួលដែរដូច្នេះហើយមានអ្នកខ្លះនិយាយថារត់ចូលគុំឫស្សីនៅពេលដែលផែនដីរំជួយអាចមានសុវត្ថិភាពវាអស់រលំទេហេតុអីព្រោះឫសរបស់វានេះជាប់ជំពាក់តគ្នាដូច្នេះហើយបើសិនជាយើងអាចធ្វើឲ្យម្ដាយរបស់យើងមានភាពជាប់ជំពាក់គ្នាដូចជាដើមឫស្សីនោះទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏មិនអាចធ្វើឲ្យម្ដាយយើងបែកបាក់គ្នាដែរដើមឫស្សីដែលល្បីឈ្មោះជាងគេនៅប្រទេសចិនមានឈ្មោះថាឫស្សីម៉ូសូប៉ុន្តែឫស្សីប្រភេទនេះរយៈពេល4ឆ្នាំយើងដាំដំបូងណាគឺវាមិនអាចចេញទំពាំងបានទេក្នុងរយៈពេល4ឆ្នាំវានៅក្នុងដីទោះបីជាយើងដាំយ៉ាងណាក៏ដោយតែរយៈពេល5ឆ្នាំវាចេញទំពាំងមកក្នុងរយៈពេល1ខែកម្ពស់វាអាចលូតបានរហូតដល់30ម៉ែត្រ30ម៉ែត្រហេតុអីបានជាវាលូតលឿនដូចនេះបានអញ្ចឹងសួរថាតើឫស្សីនេះរយៈពេល4ឆ្នាំនៅក្នុងដីវានៅស្ងៀមឬក៏អត់វាព្យាយាមបណ្ដុះឫសរបស់វាព្យាយាមបណ្ដុះសារធាតុចិញ្ចឹមឲ្យឫសរបស់វាសិនដូច្នេះហើយនៅពេលដែលវាចេញមករយៈពេលតែ1ខែបាន30ម៉ែត្រអាជីវកម្មអាតូមីរបស់យើងក៏ដូចគ្នាដែរដំបូងយើងត្រូវព្យាយាមបង្កើតអ្នកប្រើប្រាស់ផ្នែកខាងក្រោមសិនបង្កើតខ្សែបណ្ដាញខាងក្រោមបង្កើត partner ហើយយើងមានអារម្មណ៍ថាដូចជាអត់បានឃើញតំណែងអត់ឃើញប្រាក់ចំណូលស្អីសោះរយៈពេលខ្លីយើងនឹងឡើងលឿនដោយស្មានមិនដល់វាធំលឿនទាំងមិនដឹងខ្លួនខ្ញុំបានឃើញច្រើនមកហើយបន្ទាប់ពីធ្វើបាន3ឆ្នាំក្រោយខ្លាចជា Sales Master មួយប្រព្រឹត្តផ្នែកក៏អាចខ្លាចទៅជា Admin Master បានហេតុអីក៏ព្រោះថាគាត់មានឫសដ៏រឹងមាំនៅពីក្រោយស្រាប់ដូច្នេះហើយបានជាគាត់ធំលឿនអញ្ចឹងគឺវាដូចជាដើមឫស្សីម៉ូសូអញ្ចឹងបើសិនជាយើងចាក់ឫសឲ្យបានរឹងមាំហើយនោះយើងនឹងរីកចម្រើនដោយមិនដឹងខ្លួនធ្វើតាមសម្រួលហើយមិនត្រូវប្រញាប់ពេកទេមានសិស្សនិងគ្រូ2នាក់ហើយកូនសិស្សមានអាយុខ្ទង់20ឆ្នាំហើយបានសួរទៅគ្រូគាត់ថាតើរវាងលោកឆាហើយលោកសាតើមួយណាល្អជាងលោកសាគាត់មានចរិតចាន់តេងគាត់ធ្វើអីក៏ប្រញាប់ប្រញាល់គាត់ធ្វើអីក៏ដោយគឺចង់បានលឿនណាស់ហើយចំណែកឯលោកឆាវិញណាគឺតាមមិនទាន់ទេចរិតរបស់គាត់យឺតគួរឲ្យតឹងទ្រូងណាស់ពេលធ្វើអីមួយបានក៏បានមិនបានក៏ហីអញ្ចឹងហើយគ្រូគិតថាលោកសារៀងជ្រុលតែលោកឆារៀងស្ទើរដូច្នេះសិស្សនោះបានសួរបន្តទៀតថាតើអ្នកជ្រុលដូចជាលោកសាល្អជាងមែនទេហើយគ្រូក៏បានឆ្លើយថាជ្រុលពេកក៏បានស្ទើរពេកក៏មិនបានគឺបានន័យថាជ្រុលហើយនឹងស្ទើរគឺមិនបានដូចគ្នាបើនិយាយម្ដងទៀតទៅគឺមានន័យថា 120% ឬក៏ 98% គឺវាដូចតែគ្នាទេ
អ្នកដែលបាន120%មិនទាន់បានជោគជ័យតែអ្នកដែល98%បានជោគជ័យព្រោះថាចេះយកចំបល់អ្នកដទៃអញ្ចឹងចំណុចនេះមិនបានជាវាទៅជាអញ្ចឹងហេតុអីបានជាមិនអាចប្រញាប់ប្រញាល់បានវាជាពាក្យរបស់លោកមេងជីដែលជាអ្នកប្រាជ្ញដ៏ល្បីរបស់ប្រទេសចិនគ្រប់គ្នាយល់ទេនៅសម័យរាជវង្សជ័យប្រជាជននាំគ្នាដាំឆៃថាវអត់ធំដើម្បីឲ្យវាឆាប់ធំគឺកោះចេញមកក្រៅគេដកវាចេញមកក្រៅដូចនេះឯងឪពុកម្នាក់បានទៅដកឆៃថាវពេលគាត់ត្រឡប់មកផ្ទះវិញគាត់និយាយកាន់គ្រួសារគាត់ថាថ្ងៃនេះរវល់ពេញមួយថ្ងៃដើម្បីដកឆៃថាវមកក្រៅដើម្បីឲ្យវាឆាប់ធំកន្លែងនេះចំពាក្យមួយដែលយើងកំពុងតែប្រើគឺជួយឲ្យលូតលាស់កូនប្រុសពេលបានលឺហើយក៏ចេញទៅមើលស្រាប់តែឆៃថាវដែលដកចេញមកនោះវាងាប់គ្មានសល់និយាយឲ្យចំទៅអំពើដែលយើងជួយគេដោយមិនបានគិតនោះណាវាធ្វើឲ្យគេវានេះទៅវិញទេអញ្ចឹងហើយទុកឲ្យវាលូតលាស់តាមដំណើររបស់វាទៅគឺរឿងនេះវាអាចចង់បង្ហាញពីអត្តន័យបែបហ្នឹងរឿងនិទាននៅក្នុងសៀវភៅជនជាតិឥណ្ឌាម្នាក់បានសរសេរថាមានបរិសម្នាក់នៅពេលដែលឃើញអ្នកជិតខាងខ្លួនសង់ផ្ទះ3ជាន់គិតថាមើលផ្ទះគេល្អណាស់ហើយផ្ទះខ្លួនឯងមានតែមួយជាន់ហើយគាត់បាននិយាយទៅកាន់ជាងឈើថាសូមសង់ផ្ទះខ្ញុំឲ្យបាន3ជាន់ដែរមកហើយជាងឈើនោះក៏ឆ្លើយថាបត់បានគាត់ក៏បានសម្រេចចិត្តសង់ផ្ទះ3ជាន់ប៉ុន្តែថ្ងៃមួយគាត់ក៏បានឃើញជាងផ្ទះនោះកំពុងតែសាងសង់ផ្ទះ1ជាន់គាត់ក៏បាននិយាយទៅកាន់ជាងឈើនោះថាគាត់ត្រូវការផ្ទះ3ជាន់មិនមែនផ្ទះ1ជាន់ទេជាងឈើក៏ឆ្លើយតបវិញថាបើសិនជាចង់សង់ផ្ទះ3ជាន់ត្រូវចាប់ផ្ដើមសង់ពីជាន់ទី1មកសិនគាត់នៅតែប្រកាសថាខ្ញុំចង់សង់3ជាន់វាជាអ្វីដែលមាននៅក្នុងសៀវភៅនោះបើសិនជាយើងបញ្ញាប់ពេកសង់ជាន់ផ្ទាល់ដីដោយខ្ជាតើយើងអាចសង់ដល់ជាន់ទី3ដែរទេហ៎បើយើងនិយាយម្ដងទៀតឧទាហរណ៍ថាផ្ទះនេះសង់បាន3ជាន់ហើយតែគ្រឹះវាអត់ជាប់ហើយវាឈរនៅស្ងៀមដែរទេប្រកាសជារលំហើយនេះគឺជាអគារពាណិជ្ជកម្មពិភពលោកនៅញូវយ៉កកាលពីឆ្នាំមុនហើយយន្តហោះបានបុកពីខាងលើមកនៅពេលឲ្យវាបុកផ្នែកខាងលើមកអញ្ចឹងលទ្ធផលយ៉ាងម៉េចដែរវានឹងបាក់រលំរហូតដល់ជាន់ក្រោមឧទាហរណ៍យើងមានបណ្ដាញខាងក្រោមមានតែ2ទេហើយយើងខ្លាចតែជា Cell Master បើសិនជាខាងលើរលំមកបណ្ដាញរលំគ្មានសល់ទេដាច់ខាតត្រូវតែចាក់គ្រឹះវាឲ្យមាំជាមុនសិនកង្កែបចង់បានខ្លួនធំដូចជាគោជុលថ្ងៃមួយពេលឯកង្កែបចេញទៅខាងក្រៅក៏បានឃើញគោជុលហើយវាគិតថាព្រះជាម្ចាស់ធំម្ល៉េះពេលដែលខ្លួនឯងមើលមកពុះខ្លួនណាឃើញប៉ោងព្រួញក៏មានគំនិតថាខ្លួនឯងអាចធំដូចជាគោអញ្ចឹងដូច្នេះខ្លួនក៏ប្រឹងបឺតខ្យល់ចូលក្នុងពុះពេលបឺតខ្យល់ពេញពុះហើយវាក៏សួរកូនថាយើងធំដូចជាគោជុលដែរទេកូនឆ្លើយថានៅទេពុកនៅតូចជាងឆ្ងាយណាស់ពេលដែលប្រឹងបញ្ចូលខ្យល់បន្តទៀតក៏បែកពុះងាប់ទៅបើនិយាយទៅគឺវាមិនស្គាល់ថាគោជុលយ៉ាងម៉េចនោះទេតាមពិតខ្លួនឯងមិនមែនដល់កម្រិតគេនៅឡើយទេតែខំបញ្ចូលខ្យល់ដើម្បីឲ្យខ្លួននេះធំដូចគេចុងក្រោយក៏ធ្វើឲ្យខ្លួនឯងវានេះទៅវិញនេះក៏ចូលក្នុងការចង់បានរបស់អ្វីដែលលឿនពេកនេះមនុស្សល្ងងមួយទឹកជាពាក្យដែលលោក Milton Friedman ទទួលបានពានរង្វាន់ Nobel ផ្នែកសេដ្ឋកិច្ចជាអ្នកបង្កើតនេះជាទ្រឹស្ដីដែលគាត់បានបង្កើតឡើងដើម្បីរិះគន់លើនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាលពេលនេះស្ដាប់ទៅដូចជាមិនប្រមាណទេប៉ុន្តែទ្រឹស្ដីនេះទទួលបានពានរង្វាន់ Nobel តើពេលនេះបានន័យថាម៉េចនៅពេលដែលយើងចូលក្នុងបន្ទប់ទឹកហើយមួក្បាលរំរែកទឹកត្រជាក់វានឹងចេញមកតាមពិតយើងគ្រាន់តែងូតទឹកត្រជាក់ក៏បានប៉ុន្តែពួកល្ងងនេះនាំគ្នាធ្វើយ៉ាងម៉េចពេលទឹកត្រជាក់ចេញមកហើយគេកាច់ខាងក្តៅវិញពេលដែលងូតហើយតែមានអ្វីកើតឡើងក្បាលគេចង់លាកថ្ងៃក្រោយទៅពេកក៏ថាបានរួចហើយក៏គេមួលមកខាងត្រជាក់វិញធ្វើឲ្យការមួយទឹករបស់គេរអាក់រអួលទើបគេបង្កើតទ្រឹស្ដីមនុស្សល្ងងមួយទឹកតាមពិតទៅបើគាត់ចាំតែមួយផ្លែទៅវារួចស្រេចបាត់ទៅហើយតែគាត់ចាំមិនបានគាត់ម្ដងមួលទៅក្តៅម្ដងមួលមកត្រជាក់ដូច្នេះណាគ្រប់ភាពជោគជ័យទាំងអស់ត្រូវការពេលវេលាខ្លះដើម្បីធ្វើឲ្យវាសម្រេចដែរបើយើងទុកពេលឲ្យវានឹងចេញផលមកតែយើងប្រញាប់ប្រមូលផលពេកយើងមិនអាចដល់គោលដៅបានទេដូចជាមនុស្សល្ងងមិនអញ្ចឹងមិនអាចទៅដល់គោលដៅបានទេការងូតទឹករបស់គាត់បានត្រឹមតែអញ្ចឹងនេះគឺជាទ្រឹស្ដីមនុស្សល្ងងងូតទឹករឿងឆ្កែស៊ីឆ្អឹងឆ្លក់ទឹកទន្លេហេតុអីបានជាយើងលើករឿងនេះមកឆ្កែនេះវាស៊ីឆ្អឹងហើយឆ្លងកាត់ទន្លេសុកពេលដែលសម្លឹងទៅខាងក្រៅក៏បានឃើញឆ្កែមួយទៀតស៊ីឆ្អឹងធំជាងខ្លួនទៅទៀតតាមពិតទៅវាបានឃើញរូបរបស់វាឆ្លុះនឹងទឹកទន្លេទេពេលឃើញអញ្ចឹងក៏ប្រឡែងឆ្អឹងនៅមាត់ទៅដណ្ដើមឆ្អឹងនៅស្មោលក្នុងន័យនេះគឺមនុស្សយើងបានឃើញនំនៅក្នុងដៃរបស់អ្នកដទៃធំជាងខ្លួនជានិច្ចញ៉ាំរបស់ខ្លួនឯងនឹងទៅបើមិនអញ្ចឹងវាបាត់បង់ទាំងអស់នឹងស្ទាវចប់ជាមនុស្សម្នាក់មិនបានបញ្ចប់មហាវិទ្យាល័យទេប៉ុន្តែគាត់
បានទៅធ្វើសន្ទរកថាក្នុងពិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិកជាទូទៅនៅសហរដ្ឋអាមេរិកមិនមែននរណាសុទ្ធតែអាចឡើងសន្ទរកថាក្នុងពិធីចែកសញ្ញាបត្របាននោះទេមិនមែនចេះតែដើរសួរអ្នកនេះនោះថាអាចមកជួយធ្វើសន្ទរកថាក្នុងពិធីចែកសញ្ញាបត្របានទេគេមិនអាចធ្វើអញ្ចឹងទេកម្មវិធីសំខាន់ក្នុងពិធីចែកសញ្ញាបត្រកម្មវិធីសន្ទរកថានេះឯងតែការស្នើសុំរបស់គេគឺមុនពេលចែកសញ្ញាបត្រមួយឆ្នាំតើអាចជួយឡើងសន្ទរកថាក្នុងពិធីចែកសញ្ញាបត្របានទេហើយវាជាវិធីដែលសំខាន់បំផុតហើយលោក Steve Jobs ត្រូវបានគេជ្រើសរើសនៅក្នុងកម្មវិធីសំខាន់បែបនេះអញ្ចឹងគាត់និយាយយ៉ាងម៉េចនៅក្នុងកម្មវិធីនោះចុងក្រោយគាត់និយាយថានៅតែឃ្លាននៅតែល្ងង Stay hungry Steve Forbes គឺត្រូវតន្ទឹងចង់បានដូចជាអ្នកឃ្លានហើយស្វែងរកចំណីអញ្ចឹងយើងតន្ទឹងចង់បានភាពជោគជ័យគឺត្រូវតែគិតថាខ្ញុំត្រូវតែជោគជ័យជានិច្ច Stay foolish គាត់មិនបាននិយាយថា stay clever ទេគាត់និយាយថា stay foolish មិនមែនឲ្យសម្ដែងភាពឆ្លាតវៃរបស់ខ្លួនទេឲ្យធ្វើដូចជាមនុស្សល្ងងអញ្ចឹងអ្នកដែលឆ្លាតមិនសូវគិតថាខ្លួនអាចចង់រៀនហេតុអីព្រោះគិតថាខ្លួនអាចដឹងអស់ហើយចំពោះសម្ដីរបស់គាត់ថាឲ្យធ្វើដូចជាមនុស្សល្ងងព្រោះថាគេនឹងស្ដាប់សម្ដីអ្នកដទៃហើយរៀនសូត្រជានិច្ចពាក្យនេះបានន័យថាអញ្ចឹងឯងនេះជាពាក្យចុងក្រោយដែលគាត់និយាយនៅក្នុងពិធីចែកសញ្ញាបត្រណា Stay hungry stay foolish និយាយថាអរគុណហើយគាត់ក៏បញ្ចប់សន្ទរកថាទៅដូច្នេះហើយវាក៏ខ្លាចទៅជាពាក្យដ៏ល្បីមួយសង្ឃឹមថាអ្នកដែលនៅទីនេះទាំងអស់ Stay hungry ដូចអ្នកដែលស្រែកឃ្លានព្យាយាមរកទឹករកចំណីគឺយើងត្រូវតែទន្ទឹងចង់បានភាពជោគជ័យសូម Stay foolish គឺត្រូវធ្វើខ្លួនដូចជាមនុស្សល្ងងដាក់ចិត្តដាក់កាយព្យាយាមរៀនសូត្ររយៈពេល3ឆ្នាំទៅ5ឆ្នាំអ្នកទាំងអស់គ្នាខ្លាចទៅជា Royal Master មិនខានសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានជោគជ័យយ៉ាងធំធេងសូមអរគុណ